ស្ដីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំបានលើកយកលំហាត់ limit សម្រាប់សិស្សថ្នាក់ទី12ជាពិសេសគឺបើគាត់ទើបតែនឹងរៀន limit ដំបូងអញ្ចឹងវីដេអូនេះគឺជាជំនួយទៅដល់អ្នកទាំងអស់គ្នាផងដែរអញ្ចឹងលំហាត់ទាំងអស់គឺមានរហូតដល់100លំហាត់ជាប្រភេទលំហាត់ limit សុទ្ធជាប្រភេទលំហាត់ដែលបាទជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវអញ្ចឹងយើងឃើញថាលំហាត់ទី1គឺគណនា limit អញ្ចឹង limit របស់យើង x ខិតជិត2នៃ 3x បូក4អញ្ចឹងចម្លើយឲ្យជ្រើសរើសមាន A B C D អញ្ចឹងចម្លើយត្រឹមត្រូវតើមួយណាតោះឥឡូវយើងទៅរៀនគណនាទាំងអស់គ្នាបាទអញ្ចឹង សេមក limit បាទ limit x ខិតជិតប៉ុន្មាន x ខិតជិត2នៃ 3x បូក4អញ្ចឹងអ្នកទាំងអស់គ្នាមើល x ខិតជិត2អញ្ចឹងកន្លែងណានៅក្នុងសំរបស់យើងនេះកន្លែងណាដែលមាន x គឺយើងជំនួសចូលដោយ2អញ្ចឹងស្មើមកបាទអញ្ចឹងយើងជំនួសទៅបាន3គុណជាមួយនឹង2ដោយសារ x នេះយើងជំនួសដោយលេខ2ហើយបូកជាមួយនឹង4បន្ទាប់មកយើងបូកដល់បាទលេខឬក៏គុណលេខនឹងធម្មតាទៅអញ្ចឹងយើងបាន3គុណនឹង2គឺស្មើ6អញ្ចឹង6បូកជាមួយនឹង4ទៀតបាទអញ្ចឹងវាស្មើ10អញ្ចឹងចម្លើយលំហាត់ទី1របស់យើងនឹងគឺស្មើ10អញ្ចឹងចម្លើយដែលត្រឹមត្រូវនេះគឺអក្សរ B បាទចម្លើយគឺស្មើ10តោះឥឡូវយើងទៅលំហាត់ទី2ទាំងអស់គ្នាយើងទៅកែលំហាត់នឹងទាំងអស់គ្នាទៀតលំហាត់ទី2បាទលំហាត់ទី2គឺគណនា limit ដដែល limit x ខិតជិត1នៃ x ការ៉េដក1នៅលើ x ដក1ឥឡូវដើម្បីដោះស្រាយលំហាត់ limit គឺអ្នកនរគ្នាចំនួនលេខចូលសិនទៅអញ្ចឹងអ្នកនរគ្នាចំនួនចូលយើងឃើញថាអានេះបាន1យើងចំនួនចូលទៅបាន1ការ៉េដក1នៅលើបាទ1ដក1អញ្ចឹងយើងឃើញថាវាស្មើនឹង0លើ0អញ្ចឹងលំហាត់ limit របស់យើងនឹងគឺជាប់រៀងមិនកំណត់បាទ0លើ0អញ្ចឹងយើងទៅសេមកគឺយើងដោះស្រាយខុសពីលំហាត់ទី1មិញបាទអញ្ចឹងនេះដាក់មករៀងមិនកំណត់0លើ0ឥឡូវខ្ញុំសូមសរសេរតែរៀង0លើ0លើ0អញ្ចឹងសម្រាប់លំហាត់ limit រៀង0លើ0គឺដំបូងយើងត្រូវដាក់វាជាកត្តាឬហើយយើងសម្រួលកត្តាដែលដូចគ្នាចោលបន្ទាប់មកទៀតយើងចាប់ផ្ដើមគណនាលំហាត់ limit ជាថ្មីអញ្ចឹងយើងសរសេរមកឥឡូវខ្ញុំសូមសរសេរស្មើនឹងតែនឹងតែម្ដងស្មើនឹង limit x ខិតជិត1អញ្ចឹងយើងដាក់ជាកត្តាយើងមើលកាលណា limit របស់យើង x ខិតជិត1អញ្ចឹងកត្តារបស់វាគឺដឹងតែ x ដក1បើឧទាហរណ៍ថា limit x ខិតជិតដក1អញ្ចឹងកត្តារបស់វាប្រកាសជា x បូក1អញ្ចឹងវាផ្ទុយសញ្ញាពីគ្នាអញ្ចឹងយើងឃើញថាយើងទៅមិនខាងលើចាប់ឲ្យបាន x ដក1អញ្ចឹងយើងឃើញថាខាងលើគឺ x ការ៉េដក1អញ្ចឹងយើងអាចទៅសេបែបនេះបានអx ការ៉េដក1ការ៉េអញ្ចឹងយើងអាចទៅសេបែបនេះបានអញ្ចឹងវាមិនស្មើជាមួយនឹងរូបមន្ត a ការ៉េដក b ការ៉េអញ្ចឹងវាមិនស្មើនឹង x បាទដក1កត្តាឲ្យ x បូក1បាទអញ្ចឹងយើងទៅសេមកអញ្ចឹងខាងលើយើងបាន x ដក1ហើយកត្តាឲ្យ x បូក1ហើយខាងក្រោមគឺយើងកត្តា x ដក1ស្រាប់បាទអញ្ចឹងយើងឃើញថាយើងមើលភាគបែងហើយនិងភាគយកយើងឃើញថាវាមានកត្តា x ដក1ដូចគ្នាអញ្ចឹងយើងសម្រួលវាចោលយើងសម្រួល x ដក1នេះចោលទាំងភាគបែងនិងភាគយកអញ្ចឹងយើងនៅសល់អីគេយើងនៅសល់ x បូក1អញ្ចឹងយើងសរសេរស្មើមកហើយចំនួនលេខចូលអញ្ចឹងនៅសល់ x បូក1ឥឡូវខ្ញុំសូមសរសេរ limit សិនមកខ្ញុំអត់ទាន់ចំនួនលេខទេ limit x ខិតជិត1ហើយយើងនៅសល់ x បូក1បន្ទាប់មកយើងចំនួនលេខចូលមកកន្លែងណាដែលមាន x ចំនួនដោយ1អញ្ចឹងចំនួនដោយ1ចូលយើងបាន1បូក1អញ្ចឹងបាន1បូក1អញ្ចឹង1បូក1ស្មើ2អញ្ចឹងចម្លើយរបស់យើងគឺស្មើ2អញ្ចឹងយើងមកមើលគេឲ្យចូលជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវចម្លើយដែលត្រឹមត្រូវគឺស្មើ2អញ្ចឹងអក្សរ C អញ្ចឹងលំហាត់ limit ទី2របស់យើងនេះគឺចម្លើយរបស់វាគឺស្មើ2តោះឥឡូវយើងចូលទៅលំហាត់ទី3ទាំងអស់គ្នាបាទលំហាត់ទី3យើងមើលអញ្ចឹងយើងមើលលំហាត់ទី3លំហាត់ទី3ហ្នឹងគឺគេឲ្យយើងគណនាលំហាត់ limit ទាក់ទងនឹងលំហាត់ limit ត្រីកោណមាត្រ limit x ខិតជិត0នៃ sin 4x បាទអញ្ចឹងយើងលំហាត់ហ្នឹងគឺវាមិនជាប់រៀងអ្វីទេយើងគ្រាន់តែចំនួនលេខចូលហើយអ្វីដែលអ្នកនរគ្នាត្រូវដឹងនោះគឺតើបាទ sin 0មកប៉ុន្មានអញ្ចឹងអ្នកនរគ្នាអាចទៅមើលកាតារ៉ុងក៏បានឬក៏អ្នកនរគ្នាអាចចំណាំក៏បានដែរអញ្ចឹងsin 0គឺអ្នកនរគ្នាត្រូវចំណាំថា sin 0គឺវាស្មើ0ហើយប្រសិនបើកុស0គឺស្មើ1បាទអ្នកនរគ្នាត្រូវចំណាំកន្លែងហ្នឹងតោះឥឡូវយើងគណនាទាំងអស់គ្នាបាទអញ្ចឹងគណនា limit អញ្ចឹងយើងសូមដាក់ស្មើនៅពេលយើងចំនួនលេខគឺយើងដាក់ស្មើតែម្ដងយើងលែងដាក់ limit ទៀតហើយអញ្ចឹងដាក់មក sin នៃ4ហើយគុណជាមួយនឹង x នេះយើងត្រូវចំនួនដោយលេខ0ព្រោះ limit របស់យើង x គិតជិត0យើងចំនួនដោយ0មកហើយស្មើនឹង sin នៃ4គុណនឹង0គឺស្មើ0អញ្ចឹង sin 0មកប៉ុន្មាននេះយើងផ្អែកទៅតាមរូបមន្តរបស់យើងបាទ sin 0គឺស្មើ0
តោះឥឡូវយើងមកមើលចម្លើយដែលគេឲ្យជ្រើសរើសតើចម្លើយមួយណាដែលស្មើ0អញ្ចឹងយើងឃើញថា A ស្មើ0 B1 C2 D4 អញ្ចឹងទៅអញ្ចឹងចម្លើយរបស់យើងស្មើ0គឺចម្លើយដែលត្រឹមត្រូវគឺអក្សរ A អញ្ចឹងទៅតោះអញ្ចឹងនេះគឺជាលំហាត់ទី3តោះឥឡូវយើងបន្តទៅលំហាត់ទី4ទាំងអស់គ្នាបាទនេះគឺជាលំហាត់ទី4បងប្អូនអាចមើលបានលំហាត់ទី4ហ្នឹងគឺបាទយើងមើល limit x ខិតជិត4នៃ x ការ៉េដល់16លើ x ដល់4អញ្ចឹងអ្នកនរគ្នាចំនួនលេខរករៀងវាសិនបាទអញ្ចឹងយើងចំនួន4ចូលនៅក្នុង x អញ្ចឹងយើងបានកន្លែងនេះគឺយើងបាន4លើកជាការ៉េដល់16នៅលើ4ដល់4អញ្ចឹងយើងឃើញថា16លើកជាការ៉េគឺស្មើ16អញ្ចឹង16ដល់16គឺស្មើ0ហើយខាងក្រោម4ដល់4គឺស្មើ0អញ្ចឹងយើងឃើញថាជាប់រៀងមិនកំណត់0លើ0ទៀតអញ្ចឹងយើងសរសេរមកខ្ញុំសូមសរសេរដាក់តែរៀង0លើ0លើ0ហើយបន្ទាប់មកទៀតគឺអ្នកទាំងអស់គ្នាមើលបាទយើងធ្វើម៉េចចាប់ឲ្យបានជាកត្តាអញ្ចឹងកាលណានេះដូចខ្ញុំបានប្រាប់កាលណា limit x គិតជិត4អញ្ចឹងកត្តារបស់វាប្រកាសជា x ដក4បាទទាំងលើទាំងក្រោមបាទអញ្ចឹងយើងសរសេរមកឥឡូវខ្ញុំសូមដាក់ស្មើ limit x គិត4ឬក៏ x គិតទៅរក4បាទអញ្ចឹងយើងមើលនេះយើងមើលខាងលើគឺ x ការ៉េដក16អញ្ចឹងខ្ញុំអាចសរសេរចឹងបានអត់ខ្ញុំអាចសរសេរថា x ការ៉េដក4លើកជាការ៉េចឹងបានអត់អញ្ចឹងបានព្រោះអី4ការ៉េវាស្មើនឹង16អញ្ចឹងវាដូចដើមទេអញ្ចឹងយើងឃើញថាវាចូលរួមមុនa ការ៉េដក b ការ៉េអញ្ចឹងវាមិនស្មើជាមួយនឹង a ដក b កត្តាឲ្យ a បូក b អញ្ចឹងអានេះយើងអាចសរសេរបានជា x ដក4កត្តាឲ្យ x បូកបាទ x បូក4អញ្ចឹងខាងលើគឺយើងបានបាទ x ដក4នេះ x ដក4កត្តាដែលយើងចង់បាន x ដក4ហើយមួយទៀតគឺ x បូក4ហើយខាងក្រោមគឺមាន x ដក4ស្រាប់អញ្ចឹងយើងឃើញថាកត្តាទាំងភាគ3និងភាគយកដូចគ្នាហើយគឺ x ដក4អញ្ចឹងយើងសម្រួលវាចោលទៅហើយយើងគណនាលំហាត់ limit ជាថ្មីតោះអញ្ចឹងយើងស្មើជាមួយនឹង limit x ខិតជិត4អញ្ចឹងយើងនៅសល់អីគេយើងនៅសល់ x បូក4អញ្ចឹងយើងចំនួនលេខចូលយើងលេខសរសេរ limit ទៀតហើយគឺយើងសរសេរស្មើយកតែម្ដងអញ្ចឹងយើងកន្លែងណាដែលមាន x ហ្នឹងគឺយើងចំនួនដល់លេខ4ទៅអញ្ចឹងយើងបាន4បូក4អញ្ចឹង4បូក4ស្មើ5 8បាទអញ្ចឹងចម្លើយរបស់យើងមកមើលចម្លើយ A B C D តើចម្លើយមួយណាដែលស្មើ8គឺចម្លើយ C ស្មើ8ជាចម្លើយត្រឹមត្រូវតោះឥឡូវយើងតទៅលំហាត់ទី5ទាំងអស់គ្នាបាទនេះគឺជាលំហាត់ទី5បាទលំហាត់ទី5របស់យើងមើល limit x គិតជិត3នៃ x ការ៉េដក 2x បូក1អញ្ចឹងយើងមើលលំហាត់នេះវាមើលទៅដូចជាមិនជាប់រៀងអីទេគឺយើងជាលំហាត់ limit បែបចំនួនលេខធម្មតាអញ្ចឹងយើងសរសេរស្មើយកតែម្ដងទៅបាទអញ្ចឹងកន្លែងណាដែលមាន x គឺយើងជំនួសចូលដោយលេខ3ដោយសារអី limit របស់យើងគឺ x គិតជិត3តោះហើយយើងដោះស្រាយអញ្ចឹងយើងបាន3លើកជាការ៉េហើយដកជាមួយនឹង2គុណជាមួយនឹង3ហើយបូក1នឹងធម្មតាវិញដោយសារកន្លែងណាដែលមាន x យើងជំនួសចូលដោយលេខ3ហើយលើកជាការ៉េយើងដាក់គេវិញធម្មតាមកបន្ទាប់មកយើងចាប់ផ្ដើមស៊ីសងលេខទៅ3ការ៉េគឺស្មើ5 9ដកជាមួយនឹង2គុណជាមួយនឹង3គឺបាន6ហើយបូកជាមួយនឹង1បាទអញ្ចឹងយើងមកមើលទៀត9ដក6ស្មើប៉ុន្មានយើងអាចដកទាំងអស់តែម្ដងក៏បានដែរតោះយើងអាចយកដក6បូក1មុនក៏បានយក9ដក6ក៏បានបាទអញ្ចឹងយើងមើល9ដក6គឺនៅសល់ប៉ុន្មានបាទអញ្ចឹងវានៅសល់3បាទអញ្ចឹង3អានេះសល់3ហើយបូកជាមួយនឹង1អញ្ចឹងស្មើនឹង4អញ្ចឹងយើងមើលចម្លើយលំហាត់ limit របស់យើងបាទមួយណាដែលស្មើ4ជាចម្លើយជ្រើសរើសរបស់យើងមួយណាដែលស្មើ4អញ្ចឹងយើងមើលមកចម្លើយជ្រើសរើសរបស់យើងគឺ A ជាចម្លើយត្រឹមត្រូវតោះឥឡូវយើងតទៅលំហាត់បាទតទៅលំហាត់លេខ6យើងមើលលំហាត់លេខ6នេះទាំងអស់គ្នាបាទយើងមើលមកលំហាត់លេខ6នឹងទាំងអស់គ្នាលំហាត់លេខ6គឺ limit x ខិតជិតដក1នៃ 2x បូក5អញ្ចឹងខ្ញុំសូមសរសេរស្មើនឹងខាងក្រោម limit x គិតជិតដក1អញ្ចឹងកន្លែងណាដែលមាន x យើងជំនួសចូលលេខដក1ទៅអញ្ចឹងយើងបាន2គុណជាមួយនឹងដក1រួចហើយបូកជាមួយនឹង5ដាក់តាមវិញមកបាទអញ្ចឹងស្មើនឹង2គុណនឹងដក1បានដក2ដក2បូក5ដក2បូក5គឺស្មើ3អញ្ចឹងចម្លើយដែលត្រឹមត្រូវនេះគឺ3អញ្ចឹងយើងមើល
ចម្លើយជ្រើសរើសរបស់យើងនិងមួយណាដែលស្មើ3អញ្ចឹងអក្សរ B ជាចម្លើយត្រឹមត្រូវអញ្ចឹងដោយសារតែវីដេអូហ្នឹងមើលទៅរៀងវែងហើយជាងយើងចាំតទៅវីដេអូបន្ទាប់ទៀតខ្ញុំដោះស្រាយលំហាត់បន្ទាប់ទៀតអញ្ចឹងយើងមកមើលលំហាត់ទី7ខ្ញុំចង់ឲ្យអ្នកនរគ្នា comment ចម្លើយមួយដែលត្រឹមត្រូវអញ្ចឹងអឺលំហាត់ទី7យើងមើលលំហាត់ទី7បាទ limit x គិតជា2នៃ x ស្វ័យគុណ3 x គីបដក8ទៅលើ x ដក2អញ្ចឹងលំហាត់ limit របស់យើងនឹងយ៉ាងម៉េចដែរពេលយើងចំនួនចូលទៅយើងឃើញថាប្រកបណាស់វាប្រកបជារៀងមិនកំណត់បាទយើងសេមករៀង0លើ0យើងចាប់ជាកតាទាំងលើទាំងក្រោមទៅហើយយើងសម្រួលកតាដូចគ្នាចោលហើយបន្ទាប់មកយើងគណនាលំហាត់ limit ថ្មីអញ្ចឹងខ្ញុំឲ្យអ្នកនរគ្នាជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវហើយបាទ comment នៅក្នុងcomment នៅក្រោមវីដេអូទាំងអស់គ្នាតើ A B C D តើលំហាត់ limit លេខ7របស់យើងស្មើចម្លើយស្មើប៉ុន្មានអញ្ចឹងយើងចាំទៅតលំហាត់ទី7ទី8រហូតទៅដល់ទី100ទាំងអស់គ្នាអញ្ចឹងវីដេអូមួយហ្នឹងក៏មានតែប៉ុណ្្នឹង